សួស្តីអ្នកគ្នាស្វាគមន៍មកកាន់វីដេអូថ្មីថ្ងៃនេះខ្ញុំអ្នករៀនអ្នកគ្នាអំពី sequence វាគឺជារបៀបអ្នកគ្នា like បើសិនអ្នកគ្នា start ក្នុងការ analyze market yes វីដេអូនេះគឺជួយអ្នកគ្នាច្រើនក្នុងការ improve studying អ្នកគ្នាហើយថាវាជា model មួយក៏បានដែរឬក៏ sequence so តើវាគឺជាអី so បើសិនជាអ្នកគ្នាពិបាកក្នុងការ analyze market ចឹងអ្នកគ្នាមកមើលវីដេអូនេះគឺត្រូវហើយអញ្ចឹងក្នុងគោលដៅវីដេអូនេះគឺខ្ញុំចង់ឲ្យអ្នកនាងដឹងពី narrative របស់ផ្សារមុនមួយខែមុនមួយសប្តាហ៍និងមុនមួយថ្ងៃនិងមួយ session អញ្ចឹងនៅពេលដែលគ្នាមាន narrative អ្នកនាងដឹងថាអូខេបើសិនជាអ្នកគ្នាមាន narrative អ្នកគ្នាគួរតែ trade មិនអីមកអញ្ចឹង narrative គឺជារបៀបថាតើផ្សារត្រូវធ្វើយ៉ាងម៉េចក្នុងរយៈពេលមួយខែមួយសប្តាហ៍និងមួយថ្ងៃឬក៏មួយ session អញ្ចឹងវាសំខាន់សម្រាប់អ្នកនរគ្នាមែនតើអូខេ so ប្រសិនបើអ្នកនរគ្នាយក previous monthly high ឬក៏ low ជា troll liquidity របស់អ្នកនរគ្នាគ្រាន់តែចាំ previous weekly stop run ពេលដែលវាមាន previous weekly stop run ហើយអ្នកគ្នាចាំ candle closure ខ្ញុំនៅក្នុងវីដេអូខ្ញុំគឺរៀន candle closure ហើយក្នុង YouTube ចឹងអ្នកគ្នាបើសិនជាអ្នកគ្នាអត់បានមើលទេអាចទៅមើល candle closure មុនសិនបានបន្ទាប់ពីមាន candle closure ហើយអ្នកគ្នាទៅរក H4 entry អានេះសម្រាប់អ្នកគ្នាដែលយក previous monthly high ឬក៏ low ហ្នឹងគឺជា troll liquidity អូខេបើសិនបើអ្នកគ្នាយក previous weekly high ឬក៏ low ជា troll liquidity របស់អ្នកនរគ្នាយើងគ្រាន់តែចាំ previous daily stop run ពេលដែលវាមាន previous daily stop run អ្នកគ្នាគ្រាន់តែចាំជា candle closure នៅពេលវាមាន candle closure ហើយអ្នកគ្នាគ្រាន់តែចាំ previous session ហ្នឹង run previous session run តើមកអ្នកគ្នាចាំ trade ក្នុង M15 ឬក៏ M5 entry អូខេអញ្ចឹងយើងទៅមើលឧទាហរណ៍ទី1សម្រាប់ monthly បើយើងឃើញថានៅក្នុង BTC យើងឃើញថា monthly នេះវាចាក់ទៅក្នុង FVG bearish អញ្ចឹងវាចាក់ហើយអញ្ចឹងអ្នកគ្នាប្រកាសជា trade មក be slow right ដោយសារវា bearish អញ្ចឹងអ្នកគ្នាយក previous monthly low ជា troll liquidity ពេលអ្នកគ្នាឃើញវាចាក់ក្នុង monthly key level អ្នកគ្នាមាន previous monthly low ជា troll liquidity អញ្ចឹងតាម sequence យើងមិនទៅមើល previous weekly run right អញ្ចឹងយើងមើល weekly stop run ឬក៏យើងមាន buy stop នេះ weekly stop run ពេលយើងមាន weekly stop run ហើយអ្នកគ្នាត្រូវការអី candle closure អញ្ចឹងអ្នកគ្នាឃើញផ្សារនេះឃើញវា tag previous weekly stop run ហើយឃើញ candle closure នេះ close ក្នុង previous candle នេះអញ្ចឹងខ្ញុំបើសិនជាអ្នកគ្នាអត់បានមើលមេរៀន candle closure ទេខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាទៅមើលមេរៀនហ្នឹងសិនមុននឹងមកមើលវីដេអូនេះអញ្ចឹងនៅពេលដែល weekly stop run ហើយពឹកអ្នកគ្នា complete ថានេះគឺជា previous monthly target របស់យើងជា troll liquidity នៅពេលវាមាន weekly stop run អ្នកគ្នាត្រូវការ H4 entry អូខេអញ្ចឹងនៅពេលដែលវា follow sequence អ្នកគ្នាអស់ហើយអ្នកគ្នាគ្រាន់តែចាំ entry ក្នុង H4 ដូចជានិយាយទៅមិនបាច់ចាំក្បាច់កទេគ្រាន់តែត្រូវការតែ IFVG មួយឬក៏ Berry FVG មួយគឺអាចអ្នកនេះអាច entry នៅក្នុង H4 បានហើយ so វា easy មែនតើហើយនេះគឺជាកន្លែងដែលខ្ញុំ trade sell BTC កន្លែង sell ទៅហ្នឹងឬក៏អ្នកគ្នាអាចដាក់មកគ្រាប់ទៀតក៏បានដែរនៅពេលដែលវាឡើងមកប៉ះ 62% នៃ range ហើយដែលវាឡើងមកប៉ះកន្លែងនេះដោយសារទី1យើងមាន deferred delivery here that's why market ឡើងមកចាក់ defer ហ្នឹងវាត្រូវការទៅ take previous high អញ្ចឹងមេរៀន deferred delivery ក៏ខ្ញុំប្រៀនហើយដែរក្នុង YouTube បើសិនអ្នកនាងតើបានទៅមើលទេអាចទៅមើលវិញបានយើងចូលទៅ sequence 2គឺយើងយក previous weekly low ជា target អូខេអញ្ចឹងយើងមើលយើងមាន SMT នៅក្នុង NQ យើងមាន SMT យើងមាន buy stop taken យើងមាន SMT so យើងយក previous week low ជា target ថាអីដោយសារ candle នេះ closure មាន candle នេះ closure fully bearish អញ្ចឹងយើង trade candle ទី3នេះយើងមានថាយើងយក previous week low ជា target ក៏បានឬក៏យក previous week low ជា target ក៏បានដែរ it's okay doesn't matter យល់ទេដោយសារអានេះគឺជាព្រោះយើងគិតទៅអានេះគឺជា silver bullet as swing point alright អញ្ចឹងបន្ទាប់ពីយើងមាន previous week low target ហើយយើងត្រូវការគេ candle closure
អញ្ចឹងយើងឃើញថាបើវាប៉ះទៅនឹង while stop នេះតែអ្នកគ្នាឃើញថាវាអត់ closure ទេបាទនេះវានៅលើហើយមិនចាប់វាជា candle closure អ្នកគ្នាត្រូវចាំអ្នកគ្នាត្រូវប្រយ័ត្នទៅមែនតើពេលអ្នកគ្នា trade index អ្នកគ្នាត្រូវមើលទៅក្នុង ES និង YM អ្នកគ្នាឃើញនៅក្នុង MQ អ្នកគ្នាឃើញអត់បិទ closure មកក្រោមមែនតែអ្នកគ្នាមើល ES candle closure ឃើញទេ we take buy stop and then close inside this range confirm we are fully bearish ចឹងអ្នកគ្នាត្រូវប្រយ័ត្នមែនតើអូខេបន្ទាប់ពីយើងបាន candle closure អ្នកគ្នាគាត់ទៅចាំ previous weekly previous session run អញ្ចឹងអូខេយើងមានថ្ងៃច័ន្ទហើយនិងថ្ងៃអង្គារខាងស្ដាំវាថ្ងៃអង្គារនេះគឺថ្ងៃច័ន្ទអញ្ចឹងយើងមើលអានេះគឺជា Asian range អញ្ចឹងយើងចាំ market ឡើងទៅចាក់ Asian range តែយើង short មក previous week low run as a draw equity you see that អូខេនៅពេលដែលយើងមាន previous session run ហើយអ្នកនេះគាត់តែចូលទៅក្នុង M15 ឬក៏ M5 entry នៅក្នុង key time របស់អ្នកទាំងអស់គ្នា is work ឧទាហរណ៍យើងឃើញនេះនៅក្នុង London ឡើងទៅ take previous Asian high and then យើង short ពី London មក critique follow ក៏បានឬក៏យក previous week low នោះជា draw equity ក៏បានដែរ it's okay doesn't matter ហើយកន្លែងនេះក៏ខ្ញុំនៅក្នុង Discord ខ្ញុំប្រកាសជាដឹងឯងខ្ញុំឲ្យ short កន្លែងហ្នឹងហើយនឹងកន្លែងនេះមួយទៀត alright so that's it អញ្ចឹងខ្ញុំលើកឧទាហរណ៍នេះដោយសារខ្ញុំលើកតែពី Barry អញ្ចឹង bully ក៏ដូចគ្នាដែរវាអត់មានខុសគ្នាទេអ្នកគ្នាគាត់តែ follow sequence តាមដែលខ្ញុំប្រាប់ទៅអញ្ចឹងបើអ្នកគ្នាមានចម្ងល់អ្នកគ្នាអាចសួរនៅក្នុង comment ឬក៏ join Telegram របស់ខ្ញុំនៅក្នុង description and see you there